តាមផ្លូវទៅលេងផ្ទះបងនៅខាងផ្លូវជាលេខ3តែខ្ញុំជិះផ្លូវកាត់ទេដោយសារតែផ្លូវធំមនុស្សជិះច្រើនហើយហុយទៀតអញ្ចឹងជិះកាត់តាមផ្លូវក្នុងភូមិអត់សូវមានមនុស្សហើយស្រួលជិះទៀតហើយនឹងមកផ្សារទិញមកហូបហើយឈប់សម្រាកពីការងារហើយមកទិញគ្រឿងតិចទុកហូបផងផ្ទះបងហើយនឹងឈប់មកលេងផ្ទះបងស្រីខ្ញុំគាត់បោកអ៊ុតកៅអៅនៅលើផ្លូវយីទៅនៅក្រូចផ្សារបាងកសីអញ្ចឹងអត់សូវមានពេលទេមកផ្ទះគាត់អញ្ចឹងជួយបោកហើយយកកៅអៅខ្លួនឯងទៅបោកហងនេះកៅអៅយកទៅបោកហ៎
ទះបងវិញហើយពួកអីចូលធ្វើការថ្ងៃច័ន្ទអញ្ចឹងត្រូវត្រឡប់មកពេលល្ងាចឃើញផ្លូវស្អាតពេកក៏ជិះម៉ូតូបដាថតបដាទៅភ្នំដែលខ្ញុំថតនេះគឺភ្នំស្រង់នៅខេត្តកំពង់ស្ពឺស្អាតទៅទីសភាពតាមផ្លូវស្អាតមែនតើមានលក្ខណៈថាស្រូវខៀវស្ងាត់ហ្មងហើយមានភ្នំមានអីចឹងមើលទៅឡើងស្អាតឥឡូវឈប់លាងម៉ូតូតិចសិនដោយសារម៉ូតូប្រឡាក់ពេកដីក្រហមផងអីផងឡើងស្អិតអញ្ចឹងឈប់លាងម៉ូតូដល់ថ្ងៃធ្វើការល្មមថ្ងៃច័ន្ទ